ចាសូមជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អលម៉ាត់នៅក្នុងវីដេអូមួយនេះយើងនឹងមកជួបគ្នាជាមួយនឹងលំហាត់សិក្សាអនុគមដែលធ្លាប់បានចេញប្រឡងបាក់ឌុបកាលពីឆ្នាំ2024ណាអញ្ចឹងមុននឹងទាំងអស់គ្នាចូលមើលវីដេអូជាមួយនឹងវីដេអូរបស់លោកគ្រូទាំងអស់គ្នាសូមកុំភ្លេចត្រៀមនៅសម្ភារៈរៀនមួយចំនួនដូចជាប៊ិចសៀវភៅទឹកសម្រាប់ញ៉ាំដើម្បីឲ្យទាំងអស់គ្នាមានអារម្មណ៍ក្នុងការរៀនសូត្រណាចាអញ្ចឹងមុននឹងយើងឈានទៅដល់អត្រាកំណែទាំងអស់គ្នាក៏សូមមើលប្រធានលំហាត់ជាមួយអ្នកគ្រូទាំងអស់គ្នាសិនចាអញ្ចឹងគេមានអនុគម f កំណត់លើ1ទៅបូកអនន្តដោយ fx យើងស្មើនឹងលិននៃ x បូក1ដកនឹងលិននៃ x ដក1ដក x បូក2គេតាំងក្រាប c គឺជាក្រាបរបស់វានៅក្នុងប្លង់ប្រដាប់ដោយតម្រុយអតូណូម៉ាល់ OEZ សំណួរកបង្ហាញថា fx ស្មើនឹង2ដក x បូកជាមួយនឹងលិននៃ x បូក1លើ x ដក1គណនាលីមីតនៃ fx ត្រង់1និងត្រង់បូកអនន្តបង្ហាញថានៅលើ1បូកអនន្ត derivative នៃអនុគម f គឺ f'(x) ស្មើនឹងដកកតានឹង x ការ៉េបូក1ចែកជាមួយនឹង x បូក1កតានឹង x ដក1សិក្សាអថិរភាពនិងសង់តារាងអថិរភាពនៃ f សំណួរកបង្ហាញថាបន្ទិត D មានសមីការ y ស្មើដល់ x បូក2ជា asymptote នៃក្រាប C សំណួរខប្រៀបធៀបនៃទីតាំង C នឹងធៀបនឹង D សង់ក្រាប C នឹងបន្ទិត D តែប្រើតម្លៃលិន3ប្រហែល 1.1 ចា៎ជាយើងចូលទៅមើលដំណោះស្រាយទាំងអស់គ្នាចាគេឲ្យអនុគមមកគឺ fx ស្មើនឹងលិននៃ x បូក1ដកលិននៃ x ដក1ដក x បូក2កំណត់លើចន្លោះពី1បូកអនន្តអញ្ចឹងមានន័យថាលំហាត់នេះបងប្អូនមិនចាំបាច់រកដែនកំណត់ទេដោយសារតែដែនកំណត់គឺគេបានបញ្ជាក់ឲ្យគឺយកពី1ទៅដល់បូកអនន្តចា៎ចឹងសំណួរកគេគ្រាន់តែឲ្យយើងបង្ហាញថា fx ហ្នឹងគឺអាចសរសេរទៅជារាងមួយបែបទៀតគឺស្មើនឹង2ដក x បូកជាមួយនឹងលិននៃ x បូក1លើ x ដក1អញ្ចឹងយើងឃើញថានេះគឺជាអនុគមដែលយើងមានអញ្ចឹងដោយសារតែ logarit ដែលគេឲ្យមកហ្នឹងគឺជាលក្ខណៈ logarit ផដកអញ្ចឹងយើងប្រើលក្ខណៈ logarit ផដកគឺលិននៃ a ដកលិននៃ b ស្មើនឹងលិននៃ a ចែកនឹង b អញ្ចឹងលិននៃ x បូក1ដកជាមួយនឹងលិននៃ x ដក1ហ្នឹងគឺយើងអាចទៅសេបានទៅជាលិននៃ x បូក1ចែកនឹង x ដក1តាមរូបមន្តលក្ខណៈខាងលើអញ្ចឹងយើងបាន fx ហ្នឹងគឺស្មើនឹង2ដក xអាកន្លែងដក x បូក2នេះយើងអាចទៅសេ2ទៅមុខទៅវាទៅជា2ដក x ហើយបូកជាមួយនឹងអាម្ដុំលិននេះគឺយើងអាចចំនួនឲ្យលិននៃ x បូក1លើ x ដក1តាមតែអ្វីដែលគេចង់បានចាអញ្ចឹងពិតប៉ុណ្ណឹងយើងទៅសំណួរបន្តទៀតចាសំណួរបន្តទៀតគេឲ្យយើងគណនាលីមីតត្រង់ x ស្មើ1និង x ស្មើបូកអនន្តអញ្ចឹង x ស្មើ1យើងត្រូវដឹងថាវាមិនមែនជាមួយខាងដកខាងដកទេដោយសារតែដែនកំណត់របស់យើងយកពី1ទៅបូកអនន្តអញ្ចឹងពី1ទៅបូកអនន្តកន្លែងហ្នឹងគឺមានន័យថា1បូកអញ្ចឹងយើងចំនួនមកលីមីតនៃ x ទៅ1បូកនៃ fx ស្មើនឹងលីមីត x ទៅ1បូកហើយ fx យើងហ្នឹងគឺយើងយកfx ដែលយើងបានបំលែងនៅសំណួរកយើងយកមកប្រើមកអញ្ចឹងយើងដាក់មក2ដក x បូកនឹងលិននៃ x បូក1លើ x ដក1អញ្ចឹងកន្លែងនេះយើងចំនួន1ចូលធម្មតា2ដក1គឺសល់1ប៉ុន្តែកន្លែងលិននេះអានេះ1បូក1បាន2អាក្រោម1ដក1គឺបាន0ណាអញ្ចឹង2លើ0យើងដឹងថាវាចេញបូកដល់អនន្តប៉ុន្តែដោយសារតែកន្លែងនេះគឺ1បូកអញ្ចឹង1បូកខាងក្រោមនេះគឺ0បូកអញ្ចឹង2លើ0បូកស្មើបូកអនន្តលិននៃបូកអនន្តចេញបូកអនន្តជាទី2លីមីត x ទៅបូកអនន្តយើងចំនួនចូលដូចគ្នាអញ្ចឹងមកកន្លែងនេះសួរថាហេតុអីបានជាចេញបូកអនន្តដោយសារតែអាកន្លែង x បូក1លើ x ដក1នេះទាំងអស់គ្នាអាចសម្រួល x និង x បានអញ្ចឹងវាសល់1អញ្ចឹងលិននៃ1ស្មើ0ដល់ពេលអានេះដក x យើងចំនួនបូកអនន្តចូលទៅបូកអនន្តគុណនឹងដកនឹងទៅវាទៅជាដកអនន្តអញ្ចឹងពីដកអនន្តគឺចេញដកអនន្តសំណួរខគេឲ្យយើងគណនា derivative និងសិក្សាអថិរភាពនៃអនុគម fx អញ្ចឹងទី1គេឲ្យយើងបង្ហាញថា f'(x) ហ្នឹងគឺស្មើនឹងដក x ការ៉េបូក1ចែកជាមួយនឹង x បូក1លើ x ដក1អញ្ចឹងយើងឃើញថាយើងមានអនុគម fx ស្មើនឹងលិននៃ x បូក1ដកនឹងលិននៃ x ដក1ដក x បូក2ហើយតែបានជាអ្នកគ្រូអត់យកអនុគមដែលគេបំលែងនៅសំណួរកនេះដោយអនុគមនេះយកមកប្រើព្រោះយើងដឹងថា fx របស់យើងហ្នឹងគឺមានទម្រង់2គឺមានទម្រង់បែបនេះមួយហើយនឹងទម្រង់ចែកចេះមួយ
តែនៅពេលដែល derivative ទាំងអស់គ្នាគួរតែយកទម្រង់ដកនេះមកប្រើព្រោះបើសិនជាទាំងអស់គ្នាប្រើរូបមន្ត ln នៃ x បូក1លើ x ដក1នោះវាទៅជាទម្រង់ ln អ៊ុយស្មើអ៊ុយព្រីមលើអ៊ុយការ៉េហ្នឹងគឺទាំងអស់គ្នាពិបាកនៅក្នុងការសរសេរហើយយើងពិបាកក្នុងការ derivative ទៀតអញ្ចឹងអ្នកគ្រូប្រើ f(x) ដែលគេឲ្យនៅទម្រង់ដើមខាងលើចាគឺ ln នៃ x បូក1ដកនឹង ln នៃ x ដក1ដក x បូក2អញ្ចឹងយើងអាច derivative ln នឹងមួយទៅវាស្មើ1លើ x បូក1ព្រោះយើងប្រើរូបមន្តអ៊ុយព្រីមលើអ៊ុយណាអានេះ ln ច្រឡំអ៊ុយការ៉េអានេះមិញអ៊ុយព្រីមលើអ៊ុយហ្នឹងទាំងនេះច្រឡំអ៊ុយការ៉េអធិស្ឋានចាអញ្ចឹងយើង derivative មកគឺយើងបានអ៊ុយព្រីមអញ្ចឹងយើង derivative x បូក1បាន1អញ្ចឹង1លើ x បូក1អានេះសញ្ញាដកដាក់ដករបស់គេវិញមក derivative x ដក1បាន1លើ x ដក1 derivative x បានដក1 derivative 2បាន0តបមកទាំងអស់គ្នាតម្រូវភាគបែកមកអញ្ចឹងអានេះ x បូក1អានេះ x ដក1អញ្ចឹងមានន័យថាភាគបែករបស់យើងគឺ x បូក1គឺតែ x ដក1ចានេះមាន x បូក1យើងគុណនឹង x ដក1ឃើញខាងលើដល់ពេលតួនេះដក1ហ្នឹងមានភាគបែក x ដក1អញ្ចឹងយើងគុណនឹង x បូក1យើងដាក់ដកកតា x បូក1អញ្ចឹងមកដកនឹងកន្លែងនេះវាមានអត់មានភាគបែកអីទាំងអស់អញ្ចឹងមានន័យថាកន្លែងនឹងភាគបែក1អញ្ចឹងយើងគុណទាំងពីរមកគឺវាទៅជា x ការ៉េដក1ព្រោះ x បូក1កតា x ដក1ស្មើ x ការ៉េដក1ហើយយើងចាប់ផ្ដើមគុណពលាតមក x ដក1នេះនៅដែរអានេះគុណអ្នកដកចូលទៅបានដក x ដក1អានេះគុណដក x ការ៉េដក1ទៅបានដក x ការ៉េបូក1អញ្ចឹងយើងស៊ីសងមកដក x បូក x អស់ដក1ដក1បានដក2ដក2បូក1បានដក1អញ្ចឹងនៅសល់ដក x ការ៉េដក1អញ្ចឹងយើងទាញសញ្ញាដកជាកតាមកវាទៅជា x ការ៉េបូក1លើ x បូក1កតា x ដក1ពិតដូចអ្វីដែលគេចង់បានណាអញ្ចឹងយើងបាន derivative ហើយយើងចាប់ផ្ដើមទៅសិក្សាអធិរភាពអញ្ចឹងយើងដឹងថាចំពោះគ្រប់ x ជារបស់1ទៅដល់បូកអណនហ្នឹងភាគយកយើងមិញគឺដក x ការ៉េបូក1អញ្ចឹងមានន័យថាអានឹងវាទៅជា0ចំណិចដោយសារតែ x ការ៉េបូក1ហ្នឹងវាជាចំនួនវិជ្ជមានរហូតព្រោះ x ការ៉េចំនួន x ការ៉េចំនួនទាំងឡាយណាស្មួយតែដកក៏វាទៅជាបូកដែរប៉ុន្តែយើងឃើញដែរកំណត់យើងយកពី1ទៅដល់បូកអណនវាអត់មានសញ្ញាដកស្រេចទេអញ្ចឹងវាលើកជាការ៉េទៅវានៅតែវិជ្ជមានប៉ុន្តែបើវាប៉ះសញ្ញាដកខាងក្រៅនេះវាទៅជាអវិជ្ជមានវិញណាដល់ពេលភាគបែករបស់យើងគឺធំជាង0ចំណិច x បូក1គឺថា x ដក1ធំជាង0ហេតុអីបានដឹងដោយសារដែនកំណត់យើងយកពី1ទៅដល់បូកអណនអញ្ចឹងបើ1ទៅដល់បូកអណនវាអាច1កន្លះ2កន្លះ3កន្លះ4 5 6អីចឹងទៅទាំងអស់គ្នាសាកចំនួនយកមើលលេខនេះមកអញ្ចឹង1បូកយើងយក1កន្លះតិចទៅ1កន្លះបូក1វាទៅ2កន្លះ1កន្លះដក1សល់កន្លះអញ្ចឹងគុណទៅវានៅតែវិជ្ជមានហ្នឹងឯងណាឬក៏ទាំងអស់គ្នាអាចសិក្សាសញ្ញាវាក៏បានដែរចាអញ្ចឹងនៅពេលដែលភាគយកទៅជាង0ភាគបែកទៅជាង0អញ្ចឹងនាំឲ្យ f' x របស់យើងហ្នឹងគឺទៅជាង0អញ្ចឹងវាជាអនុគមចុះដាច់ខាតនៅលើចន្លោះពី1ទៅដល់បូកអណនអញ្ចឹងយើងអាចគូតារាងអធិរភាពបានបែបនេះតែកំណត់យើងគឺពី1ទៅដល់បូកអណន f' x យើងគឺសញ្ញាដកហើយព្រួញរបស់យើងគឺព្រួញចុះអញ្ចឹង limit x កត្រោ1បូកមិញយើងរកឃើញបូកអណន limit នៃ x កត្រោបូកអណនយើងរកឃើញដកអណនចាយើងទៅចំណុចមួយទៀតគឺបង្ហាញថា asymptotrate អញ្ចឹងគេឲ្យយើងបង្ហាញថាបន្ទាត់ D ហ្នឹងគឺជា asymptotrate នៃក្រាហ្វប៉ុន្តែគេអត់មានបញ្ជាក់ប្រាប់យើងថានៅខាងដកអណនឬក៏ខាងបូកអណននេះយើងទាំងអស់គ្នាត្រូវចេះមើលដោយខ្លួនឯងណាមើលថាតើត្រង់កន្លែងណាដែលធ្វើឲ្យ fx ដក y d នឹងស្មើ0អញ្ចឹងយើងមើល fx ដក y d យើងគឺដក x បូក2ដកមកនៅសល់ ln នៃ x បូក1លើ x ដក1អញ្ចឹងបើសិនជាយើងជំនួសដល់អណន្តចូលតើវាអាចទៅរួចទេបើដែនកំណត់យើងពី1ទៅដល់បូកអណន្តចាប្រកបណាស់គឺវាអត់អាចទៅរួចទេអញ្ចឹងមានតែបូកអណន្តទេចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមជំនួសទៅ limit នៃ x ទៅបូកអណន្តនៃ ln នៃ x បូក1លើ x ដក1គឺវាស្មើ0ពុពេលទាំងអស់គ្នាទាញ x សម្រួល x ជាកតាមកគឺសល់ ln 1អញ្ចឹង ln 1ស្មើ0អញ្ចឹងកន្លែងនឹងឯងបញ្ជាក់ថាវាគឺជា asymptotrate នៃក្រាហ្វខាងបូកអណន្តចាសិក្សាទីតាំងធៀបយើងមកមើលទាំងអស់គ្នាដោយសារតែយើងមាន ln នៃ x បូក1លើ x ដក1អញ្ចឹងយើងមានដែនកំណត់របស់យើង x ធំជាង1ព្រោះ1ទៅដល់បូកអណន្តយើងអាចសេថា x ធំជាង1អញ្ចឹងយើងមាន x បូក1ធំជាង x ដក1ណាព្រោះយើងយក x បូក1គឺប្រកបណាស់គឺវាធំជាង x ដក1ហើយព្រោះបូកវាកើនដល់ពេលដកគឺវាថយអញ្ចឹងយើងបាន x បូក1ហ្នឹងគឺធំជាង x ដក1
ទាំងអស់គ្នាបោះអា x ដក1នេះមកខាងក្រោមខាងអង្គទី1មកវាទៅជា x បូក1លើ x ដក1ធំជាង1ណាអញ្ចឹងនៅពេលដែលទាំងអស់គ្នាបំពាក់លិនសងខាងមកអញ្ចឹងវាទៅជាលិននៃ x បូក1លើ x ដក1ធំជាងលិន1អញ្ចឹងលិន1គឺ0នេះដែលអ្នកគ្រូសេអ៊ុយធំជាង0ទេណាអញ្ចឹងមានន័យថាក្រាបរបស់យើងគឺស្ថិតនៅលើបន្ទិតដេចេនិចអត់មាននៅក្រោមមាននៅលើចានេះគឺជាទម្រង់រូបក្រាបរបស់យើងអាបទិតពណ៌ស្វាយហ្នឹងគឺជា asymptotic ដែលទាំងអស់គ្នាមុនសង់ហ្នឹងទាំងអស់គ្នាត្រូវឲ្យតារាងតម្លៃលេខសិនហើយអាបទិតពណ៌បៃតងហ្នឹងគឺជា asymptotic ដោយទាំងអស់គ្នាមិនចាំឲ្យតម្លៃលេខទេព្រោះ asymptotic យើងគឺ x ស្មើ1ហើយកន្លែងនេះគឺជាទម្រង់ក្រាបរបស់យើងឃើញថាក្រាបរបស់យើងគឺនៅលើបន្ទាត់ជានិច្ចដូចយើងសិក្សាទីតាំងធៀបមិញអញ្ចឹងណាអញ្ចឹងក្រាបយើងមានតែមួយចំហៀងទេគឺចាប់ពី1ទៅដល់បូកអនន្តតែកំណត់របស់យើងណាអញ្ចឹងនៅក្នុងវីដេអូមួយនេះអ្នកគ្រូមានតែប៉ុណ្្នឹងបើសិនជាទាំងអស់គ្នាមានសំណួរត្រង់កន្លែងណាអាចខមមិននៅខាងក្រោមហើយក៏សូមការខន្តីអភ័យទោសចំពោះកំហុសដ៏អចេតនាដែលបានកើតឡើងសូមអរគុណសូមជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយៗទៀត